ngày ní nhưng mà đào xa tên nhiều ván đâu chừng này lui trầm tay mình còn gì ní មានលុយត្រឹមតែ1000យេនតើយើងអាចទិញអីបានខ្លះនៅក្នុងប្រទេសជប៉ុនអ្នកនរគ្នាចាំមើលថាខ្ញុំអាចទិញអីបានខ្លះថ្ងៃដែលអត់ធ្វើការគឺជាថ្ងៃដែលខ្ញុំមានក្តីសុខបំផុតព្រោះអីខ្ញុំមានពេលទំនេរច្រើនក្នុងការធ្វើវីដេអូឬមួយក៏ដើរផ្សារដើរលេងដើរមើលគេមើលឯងចឹងទៅហើយដូចថ្ងៃនេះចឹងគឺជាថ្ងៃដែលខ្ញុំឈប់សម្រាកពីការងារភ្ញាក់ពីដេកមកអត់ដឹងថាធ្វើអីក៏ទាញលុយ1000យេននេះដើម្បីដើរផ្សារដើរទិញអីវ៉ាន់ដើរលេងមើលគេមើលឯងឲ្យឆ្លាស់ខួរក្បាលអញ្ចឹងណាហើយខ្ញុំនិយាយមែនអ្នកនរគ្នាខ្ញុំទៅតែមកធ្វើការនៅក្នុងប្រទេសជប៉ុននេះបានជិត1ឆ្នាំទេតែខ្ញុំពិតជាជាប់ចិត្តក្នុងការរស់នៅក្នុងប្រទេសគេខ្លាំងមែនទែនជាពិសេសការរស់នៅរបស់ប្រជាជនគេមានច្បាប់មានទម្លាប់ល្អខ្លាំងមែនទែនហើយបងប្អូនអរគ្នាមានចាប់អារម្មណ៍ឃើញអីប្លែកនៅក្នុងវីដេអូនេះអត់ប្រទេសជប៉ុនងាកតាណាក៏ស្អាតដែរបងប្អូនអើយជាពិសេសគឺសម្រាមនឹងហ្មងដោយសារតែនៅក្នុងប្រទេសជប៉ុននេះអត់អាចចោលសម្រាមផ្ដេសផ្ដាសបានទេអូខេអ្នកនរគ្នាចាំមើលថាលុយ1000យេននេះខ្ញុំអាចទិញអីបានខ្លះនំនៅនេះថ្លៃចាំមើល1000យេននេះខ្ញុំទិញអីបានខ្លះចាំមើលឥឡូវចូលដល់សាច់រឿងយើងវិញចាំមើលថាតើ1000យេននេះខ្ញុំអាចដើរទិញអីបានខ្លះហើយនេះគឺជាទេសភាពដែលខ្ញុំថតពីជាន់ទី2ទៅអ្នកនរគ្នាទេសភាពស្អាតខ្លាំងមែនទែនហ្មងមកឥឡូវកុំអាលគិតពីទេសភាពអីខ្ញុំក៏មកដល់ផ្សារទី1អូខេអ្នកនរគ្នាឥឡូវខ្ញុំមកដល់ផ្សារហើយចាំមើលខ្ញុំដើររកថាត្រូវទិញអីខ្ញុំភ្លេចប្រាប់អ្នកនរគ្នាផ្សារដែលខ្ញុំមករកទិញអីវ៉ាន់មុនគេនេះមានឈ្មោះថាដៃសូខ្ញុំចូលចិត្តមកទិញអីវ៉ាន់នៅផ្សារនឹងជាងគេដោយសារតែនៅកន្លែងហ្នឹងអីវ៉ាន់ធូរថ្លៃមិនថានំឬក៏អីវ៉ាន់អីផ្សេងៗជាច្រើនតម្លៃវាត្រឹមតែ110យេនខ្ញុំអត់ទាន់ដឹងថាត្រូវទិញអីទេតែឥឡូវខ្ញុំដើរមើលមកស្ទុះសិនចាំមើលថាមានអីត្រូវចិត្តខ្ញុំនឹងទិញនិយាយទៅនៅដៃសូនេះអីក៏មានដែរគ្រប់មុខគ្រប់ម៉ាកឲ្យតែមានលុយស្អីក៏មានដែរប៉ុន្តែថ្ងៃនេះខ្ញុំមកធ្វើយ៉ាងណាចាយអស់ត្រឹមតែ1000យេនតែប៉ុណ្ណោះមួយអាណត្តិ3ឆ្នាំនេះបើសិនជាសម្រាប់ខ្ញុំគិតថាវាលឿនភ្លេចជាតិហ្នឹងដល់ថ្ងៃទៅខ្មែរវិញអញ្ចឹងហើយបើសិនជាយើងអត់ចេះសន្សំសំចៃលុយកាក់ទេទៅវិញនឹងតែដែរទេហើយឥឡូវមកចូលរឿងយើងវិញបន្ទាប់ពីខ្ញុំដើរមើលមកស្ទុះខ្ញុំក៏សម្រេចចិត្តថាទិញទឹកនេះមួយដបខ្ញុំក៏អត់ស្គាល់ឈ្មោះដែរដឹងគេហៅអីទេតែដឹងថាទឹកហ្នឹងឆ្ងាញ់ជូរអែមឆ្អែមឆ្ងាញ់បន្ទាប់មកទៀតខ្ញុំក៏ដើររកនំម្ដងបងប្អូននំនេះប្រៃឆ្ងាញ់ដូចជានំឡងហើយអ្វីដែលយើងមិនអាចភ្លេចបាននេះចុងក្រោយគេគឺត្រូវគិតលុយអញ្ចឹងនៅដៃសូនេះខ្ញុំប្រហែលជាទិញតែ2មុខហ្នឹងទេអញ្ចឹងសម្រាប់កន្លែងទី1ដែលខ្ញុំចូលនេះគឺខ្ញុំទិញបានប៉ុណ្ណឹងហើយឥឡូវគឺខ្ញុំបន្តទៅរកផ្សារទី2មកដល់ផ្សារទី2នេះខ្ញុំក៏អត់ទាន់ដឹងថាត្រូវទិញអីដែរអ្វីដែលយើងគួរធ្វើគឺត្រូវដើរមើលសិនព្រោះខ្ញុំមកពីផ្ទះអត់មានគម្រោងថាទិញអីទេខ្ញុំកាន់លុយមក1000យេននេះច្រើនណាស់អ្នកនរគ្នាខ្ញុំមានស្អីខ្លះទេឲ្យតែមានលុយទិញសំខាន់អត់លុយមាន1000ចុងក្រោយគេគឺកូកាទិញកូកាម្ដងអញ្ចឹងសរុបមកលុយ1000យេននេះខ្ញុំទិញបានទឹកនោះមួយដបហើយនឹងនំមួយកញ្ចប់កូកាមួយដបសាប៊ូមួយកំប៉ុងជួបគ្នានៅវីដេអូក្រោយទៀត